យកទីសកលឲ្យធ្វើប្រមុខអាមាត្យរជ្ជកាលសៀងបានចាប់ផ្ដើមពីសតវត្សទី17ដល់សតវត្សទី11មុនគ្រិស្តសករាជមានរយៈកាលជាង600ឆ្នាំស្នងរាជបល្ល័ង្កបន្តទៅដល់17ជំនាន់មនុស្សសរុបចំនួនក្សត្រសោយរាជមាន31អង្គដែលក្នុងបណ្ដាក្សត្រទាំងអស់នោះមានក្សត្រ2អង្គដែលមានកិត្តិស័ព្ទល្បីល្បាញបំផុតដំបូងគឺឈិនថាំងជាបឋមក្សត្រដែលមានបានស្ថាបនារាជវង្សសៀងនិងក្សត្រមួយអង្គទៀតគឺអ៊ូទីងក្សត្រដែលធ្វើឲ្យរាជវង្សសៀងបានរីកចម្រើនរុងរឿងឡើងរហូតមួយកម្រិតទៀតការដែលក្សត្រដែលឈិនថាំងទទួលជ័យក្នុងការបង្កើតរាជវង្សសៀងនិងក្សត្រអ៊ូទីងដែលមានស្នាមព្រះហស្ថធ្វើរាជវង្សសៀងឲ្យរីកចម្រើនរុងរឿងដូចនេះគឺគ្មានអ្វីក្រៅពីការចេះជ្រើសរើសអ្នកប្រាជ្ញយកមកប្រើប្រាស់នោះឡើយថាងអ៊ីយីននិងហ្វូស៊ុយជាមនុស្សធ្លាប់មានឋានៈដ៏ទាបក្នុងសង្គមបានទទួលការតែងតាំងជាប្រមុខអាមាត្យដោយមិនគិតពីត្រកូលវណ្ណៈអ្វីទាំងអស់នោះគឺជាភស្តុតាងបញ្ជាក់យ៉ាងជាក់ស្ដែងបំផុតមួយនៅចុងរាជវង្សសៀងដែលកាលនោះគេនាំគ្នាឲ្យឈ្មោះថារជ្ជកាលសៀវហៅលីលារងាគុណធម៌និងជាពិសេសព្រះអង្គម្ចាស់នាមជាក្សត្រអង្គចុងក្រោយនៃសន្តិវង្សគឺជាក្សត្រផ្ដាច់ការគ្មានគុណធម៌ឆ្លុះវង្វេងតែនឹងការស៊ីផឹកកាមគុណទ្រង់ចេះប្រើតែពួកមនុស្សខូចមានពុតបុត្រអែបអបប្រងើយកន្តើយនិងអាមាត្យស្មោះត្រង់និងក៏បញ្ជាឲ្យគៀបសង្កត់កេងប្រវ័ញ្ចជញ្ជក់ញើសឈាមពីប្រជានុរាស្ត្រដើម្បីយកមកសាងរាជដំណាក់ដ៏ស្កឹមស្កៃនិងចាយវាយខ្ជះខ្ជាយប្រាក់ផ្ទាល់ខ្លួនព្រមទាំងចាប់កេណ្ឌប្រជារាស្ត្រយកទៅធ្វើទ័ពបង្កសង្គ្រាមពុំមានពេលស្រាក់ស្រាមបន្តិចសោះឡើយបង្ហិនបង្ហោចទាំងកម្លាំងមនុស្សនិងទ្រព្យសម្បត្តិយ៉ាងឥតប្រយោជន៍អំពើដ៏អាក្រក់លីលារបស់ស្ដេចជានេះបានធ្វើឲ្យប្រជានុរាស្ត្រស្អប់ខ្ពើមរហូតទ្រាំលែងបានគេក៏នាំគ្នាប្រតិចផ្ដាសាដាក់ទំនាយឲ្យស្ដេចនេះឆាប់វិនាសហិនហោចពីលើផែនដីប៉ុន្តែជនផ្ដាច់ការនៅតែធ្វើមិនដឹងមិនឮមិនខ្វាយមិនខ្វល់ពីសម្រែកទ្រហោយំរបស់ប្រជាជនអ្វីទាំងអស់ហើយបែរជាមានបន្ទោក្អេងក្អាងដាច់អហង្ការថាយើងជាព្រះអាទិត្យនៅលើភពភាលីនេះដរាបណាព្រះអាទិត្យនៅតែមានរស្មីនិងពុំមាននរណាអាចមកប៉ះពាល់យើងបានទេឯប្រជាជនបានដឹងពីដំណឹងនេះម្នាក់ក៏នាំគ្នាចង្អុលទៅព្រះអាទិត្យនិងដាក់បណ្ដាសាថាសូមឯងឆាប់រលាយទៅយើងក៏សុខចិត្តវិនាសជាមួយអ្នកឯងដែរនៅពេលដែលរាជវង្សសៀធ្លាក់ទៅក្នុងស្ថានភាពទន់ខ្សោយដោយសារតែមនុស្សម្នាលែងគាំទ្រកុលសម្ព័ន្ធសៀងដែលរស់នៅតាមបណ្ដោយទន្លេលឿងទន្លេហុងហឺក៏បានចាប់ផ្ដើមរឹតបន្តិចម្ដងឈិនថាំងដែលជាមេកុលសម្ព័ន្ធសាងចំនួនទី14គឺជាមនុស្សមានទឹកចិត្តក្លាហានមានបញ្ញាវាងវៃពោពេញដោយសមត្ថភាពបានឆ្លៀតឱកាសពេលដែលរាជវង្សសៀកំពុងតែចុះខ្សោយ
គេក៏ប្រម៉ែប្រមូលរកអ្នកមានប្រាជ្ញាឲ្យមកជួយចាត់ការវាយដួលរលំរាជវង្សសៀផ្ទាល់តែសម្រេចបានជោគជ័យ អ៊ីយ៉ិនជាទាហានទេសកលមួយរូបមានដើមកំណើតជាកសិករនៅសិនកូកបច្ចុប្បន្ននៅម្ដុំស្រុកឈិនលាវខេត្តហឺណាននៅសម័យនោះទេសករជាកម្មសិទ្ធិរបស់ម្ចាស់ទេសករពោលគឺម្ចាស់ទេសករអាចធ្វើអ្វីលើទេសករតាមតែអំពើចិត្តរបស់ខ្លួនឈិនថាងបានរៀបអភិសេកបុត្រីដែលជាកូនរបស់នាងអ៊ីវសិនស៊ីឲ្យទៅយិនអ៊ីដែលគេពុំនឹកស្មានដល់ទោះបីជាខ្លួនមានឋានៈត្រឹមតែជាទេសករប៉ុន្តែយិនអ៊ីប្រកាន់ខ្ជាប់នៅគុណធម៌របស់ក្សត្រយ៉ាវនិងសុនជាគោការមានភាពឆ្លៀសវៃនិងមានសមត្ថភាពខ្ពស់ក្រោយពេលដែលស្ដេចឈិនថាងដឹងពីរឿងនេះព្រះអង្គក៏សម្រេចព្រះហស្តីតែងតាំងតំណែងសំខាន់ដល់អ៊ីយ៉ិនដោយទ្រង់មិនគិតពីឋានៈអ្វីទាំងអស់ស្ដេចឈិនថាងបានត្រៀមអំណោយដ៏មានតម្លៃព្រមទាំងបញ្ជូនតំណាងឲ្យទៅអញ្ជើញអ៊ីយ៉ិនមកទទួលតំណែងដើម្បីជួយមើលកិច្ចការប្រទេសជាតិរហូតដល់ទៅ3ដងប៉ុន្តែអ៊ីយ៉ិននៅតែបដិសេធមិនព្រមទទួលយកតំណែងអ្វីទាំងអស់ទីបំផុតឈិនថាងក៏យាងទៅជួបអ៊ីយ៉ិនដោយផ្ទាល់ព្រះអង្គតែម្ដងអ៊ីយ៉ិនមានកិត្តិយសសោមនស្សក្នុងចិត្តជាខ្លាំងចំពោះចេតនាដ៏ពិតប្រាកដរបស់ឈិនថាងនាពេលនោះគេនឹកក្នុងចិត្តថាខ្ញុំប្រើជីវិតរស់នៅជាមួយប្រជាជនហេតុអ្វីមិនព្រមទៅជួបស្ដេចឈិនថាងដែលជាមនុស្សដ៏ប្រសើរថ្លៃថ្លាពោរពេញដោយគុណធម៌ដើរតាមគន្លងរបស់ក្សត្រយ៉ាវនិងសុនដើម្បីសាងស្នាដៃរបស់ខ្លួនទៅទីបំផុតគេក៏ព្រមទទួលតំណែងជាប្រមុខអាមាត្យស្ដាំរបស់ក្សត្រទៅអ៊ីយ៉ិនបានជួយរៀបចំផែនការផ្ដួលរលំស្ដេចអន្តពាសៀជាដែលជាគូវាដំណើរការបដិវត្តឈិនថាងផ្ដួលរលំរាជវង្សសៀដែលជារឿងដ៏ល្បីរន្ទឺនៅក្នុងប្រវត្តិសាស្ត្រចិនក្រោយការជួរមជ្រៀងរបស់អ៊ីយ៉ិនក៏សម្ព័ន្ធសៀងបានរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័សចេញធ្វើសង្គ្រាម11លើកទទួលបានជ័យជំនះទាំង11លើកគ្មានគូប្រៀបទីបំផុតប្រមាណក្នុងឆ្នាំ1562មុនគ្រិស្តសករាជគេក៏ផ្ដួលរលំរាជវង្សសៀបានសម្រេចជាស្ថាពរទោះបីមានដើមកំណើតតូចទាបតែអ៊ីយ៉ិនជាមនុស្សអច្ឆរិយៈពោពេញដោយសមត្ថភាពសាងនៅនំគុណបការៈដ៏មហិមាក្នុងការស្ថាបនារាជវង្សសៀងឲ្យរីកចម្រើនលាស់ហេតុដូច្នេះហើយទើបគាត់ខ្លាយជាមនុស្សជាទីគោរពស្រឡាញ់របស់សត្វសៀងហើយប្រជាជនបានចារឈ្មោះរបស់គាត់នៅក្នុងគម្ពីរស្នូកអណ្ដើកមានឈ្មោះថារាជិនីសម័យយិនកំណត់ហេតុស្នាដៃឆ្នើមរបស់យិនស៊ីនិងកំណត់ហេតុយិនស៊ីភាគបន្តឃើញមានពាក្យថាយ៉ាងអ៊ីយ៉ិនយ៉ងជាឈ្មោះដែលគេទុកជាសក្ការៈនាសម័យនោះនិងពាក្យថាថុយឡៅសុសអ៊ីយ៉ិនឡៅជាឈ្មោះសត្វដែលគេយកមកសែនគឺជាការបង្ហាញឲ្យឃើញថាក្រោយពីពេលអ៊ីយ៉ិនអនិច្ចកម្មទៅបណ្ដាក្សត្ររាជវង្សសៀងនិងអនុជនជំនាន់ក្រោយបាននាំគ្នាសែនព្រេនគោរពបូជានិងលើកដំកើងចំពោះអ៊ីយ៉ិនជាខ្លាំងក្សត្រអូនទីនៃរាជវង្សសៀង
ក៏ជាអ្នកគ្រប់គ្រងដែលផ្ដល់ភាពសំខាន់មកលើអ្នកមានគុណធម៌និងមានសមត្ថភាពដូចគ្នាដែរកាលពីពេលព្រះអង្គឡើងគ្រងរាជ្យរាជវង្សសៀងក៏កំពុងតែឈានទៅរកយុគៈដ៏អាប់អោនផងដែរកាលពីនៅយុវវ័យឧទីងបានប្រើជីវិតរស់នៅជាមួយប្រជាកសិករទើបព្រះអង្គស្វែងយល់បានយ៉ាងល្អិតល្អន់អំពីទុក្ខនិងក្តីលំបាកនៃការធ្វើស្រែរបស់ប្រជាកសិករលុះពេលឡើងគ្រងរាជ្យទើបព្រះអង្គសម្រេចព្រះរាត្រីប្រើអ្នកប្រាជ្ញណាដែលប្រកបដោយគុណធម៌ហើយព្យាយាមកែទម្រង់ក្នុងការគ្រប់គ្រងប្រទេសឲ្យកាន់តែប្រសើរដើម្បីស្ដារមុខមាត់ដល់រាជវង្សសៀងពង្រឹងពង្រីកស្ថិរភាពគ្រប់គ្រងប្រទេសឲ្យកាន់តែរឹងមាំក្រោយពីបានដឹងច្បាស់ថានៅតំបន់ហ្វូអៀនមានទេសកលរបស់ជាងកំបោរម្នាក់ឈ្មោះហ្វូស៊ុយជាមនុស្សមានគុណធម៌និងមានសមត្ថភាពអាចកែតែងតាំងឲ្យធ្វើជាអាមាត្យផ្នែកគ្រប់គ្រងបានទើបព្រះបាទឧទីងទ្រង់សម្រេចព្រះហឫទ័យថានឹងយកគេមកតែងតាំងជាប្រមុខអាមាត្យប៉ុន្តែកាលពីសម័យនោះការបែងចែកវណ្ណៈមានលក្ខណៈតឹងរឹងជាខ្លាំងការតែងតាំងទេសកលដែលមានឋានៈទាបថោកនិងជាមនុស្សប្រើតែកម្លាំងបាយសុទ្ធសាធឲ្យមកធ្វើជាប្រមុខអាមាត្យនោះគឺពិតជាត្រូវទទួលរងការរិះគន់និងការរារាំងពីបណ្ដាសេនាធិបតីផ្សេងទៀតជាមិនខានដើម្បីការពារមិនឲ្យពួកសេនាធិបតីមករារាំងព្រះរាជបំណងក្សត្រឧទីងក៏ប្រើល្បិចដ៏ឆ្លៀសវៃមួយគឺពេលថ្ងៃឡើងគ្រងរាជ្យព្រះអង្គបានកិច្ចវេះមិនបំពេញព្រះរាជកិច្ចអស់ការ3ឆ្នាំហើយក្រោយពីពេលនោះមកព្រះអង្គក៏មានរាជបន្ទោថាទ្រង់សុបិនឃើញអ្នកប្រាជ្ញដ៏ឆ្នើមម្នាក់មានឈ្មោះថាស៊ុយព្រះអង្គបានគូររូបរបស់ស៊ុយព្រមទាំងចេញរាជបញ្ជាឲ្យសេនាអាមាត្យនាំគ្នាចេញទៅស្វែងរកអ្នកដែលមានឈ្មោះថាស៊ុយទៅតាមរូបដែលព្រះអង្គគូរនោះទីបំផុតគេក៏បានទៅជួបគាត់នៅក្នុងចំណោមអ្នកទោសក្នុងជួរទ័ពដោយសារតែក្នុងសម័យរាជវង្សសៀងនោះមនុស្សនាំគ្នាជឿលើរឿងខ្មោចព្រាយបិសាចខ្លាំងពេលនោះទោះបីជាសេនាធិបតីមានការមិនពេញចិត្តនឹងការសម្រេចចិត្តរបស់ព្រះបាទពូទីនដែលតែងតាំងឲ្យហ្វូស៊ុយធ្វើជាប្រមុខអាមាត្យក៏ដោយតែក៏គ្មាននរណាម្នាក់ហ៊ានជំទាស់រារាំងនឹងរឿងនេះដែរក្រោយពីតែងតាំងហ្វូស៊ុយជាប្រមុខអាមាត្យមកផ្នែកនយោបាយរបស់ប្រទេសក៏ត្រូវបានកែលម្អឲ្យប្រសើរឡើងឯការបែងចែកវណ្ណៈរវាងមន្ត្រីនិងទេសកលក៏មានការធូរស្រាលជាបន្តបន្ទាប់រាជវង្សសៀងដែលកំពុងតែទទួលរងការអាប់អោនក៏ត្រូវបានកែប្រែមុខមាត់ឲ្យចម្រើនរុងរឿងមួយកម្រិតថែមទៀតមនុស្សល្អនិងមានសមត្ថភាពពុំមែនកំណត់ដោយឋានៈនោះទេតែវាកំណត់ដោយសតិសម្បជញ្ញៈនិងការហ្វឹកហាត់អនុវត្តក្សត្រឧទីងបានធ្វើបដិវត្តន៍ប្រឆាំងនឹងទំនៀមទម្លាប់បុរាណដែលតែងជន់ឈ្លីដល់វណ្ណៈទេសកលហើយនាំយកអ្នកមានសមត្ថភាពមកជួយកសាងប្រទេសឲ្យរីកចម្រើនគឺជារឿងដែលកម្រនឹងមាននរណាធ្វើដូចសូម្បីតែក្នុងសម័យមហាប្រជាធិបតេយ្យនេះហើយក៏ដោយព្រោះវាជាទូទៅមនុស្សតែងលំអៀងមកខាងសាច់ញាតិឬបពុជាប្រចាំដែលតែងតែអូសទាញប្រទេសមិនឲ្យដើរទៅមុខបានដោយស្រួលដោយសារតែការប្រើមនុស្សទាំងមិនសមស្របនេះឯង